សួស្តីអ្នកនរគ្នាអានេះជាវីដេអូដែលខ្ញុំទៅលេងស្រុកកំណើតខ្ញុំអញ្ចឹងនៅសៀមរាបអញ្ចឹងនេះតាមផ្លូវគឺពោពេញទៅដោយទេសភាពដ៏ខៀវស្រងាត់នេះឆ្នាំមុននេះដែលខ្ញុំមកបានផុសអញ្ចឹងឃើញរូបភាពស្អាតទៅខ្ញុំយកមកកាត់តវិញអញ្ចឹងស្ដាយខំថតអញ្ចឹងអាហ្នឹងខែវស្សាអញ្ចឹងគឺតាមផ្លូវទៅផ្ទះខ្ញុំគឺស្អាតមែនទែនតែគុំតែមើលផ្លូវគឺឃើញហើយត្រឡប់ទៅវិញឃើញអត់គឺកន្លែងហ្នឹងគឺគេធ្វើផ្លូវទៅធ្វើទៅហើយទៅវាលក្ខណៈទឹកជន់ឡើងមកគឺវាមានបញ្ហាផ្លូវពិបាកធ្វើនៅឆ្លងកាត់អាហ្នឹងបងខ្ញុំទៅជួយចុះទៅមើលមិនទៅជួយនេះក៏ចុះទៅមើលកន្លែងឆ្លងឡានបានអត់អីចឹងវារាកជ្រៅក៏ប៉ុណ្ណាអីចឹងវាក៏មកអីចឹងគិតដើរទៅមើលសិនតែខ្ញុំចុះមកតាមគិតដែរវាអត់ឆ្លងឡានតែយើងទឹកឡានសិននិយាយទៅមើលតាមផ្លូវសិនកណាកលកណាអីចឹងណាស្រួលយើងកិច្ចវិញអីចឹងណាគឺកន្លែងនេះវាឆ្ងាយដែរគឺវាដាច់ឆ្ងាយដាច់វែងអញ្ចឹងគាត់ហ្នឹងគឺពួកខ្ញុំមានតែលេងស្រុកកំណើតចឹងទៅធ្វើបន់សង្កទានអីចឹងណានៅស្រុកកំណើតតែទឹកទៅជាស្រួលណាតែវាហើយហើយសម្រាប់ពូនក្មេងតែអញ្ចឹងពេលទឹកហូរខ្លាំងចឹងនេះខ្ញុំចុះមកថតលេងចឹងណាបងខ្ញុំទៅចឹងចុះមកលេងថតសិនចឹងគឺឃើញអត់គឺផ្លូវដាច់ទៅខ្លាំងនឹងបងខ្ញុំទៅបើកឡានមកខ្ញុំថតពីនេះទៅគឺលក្ខណៈទឹកវាហូរខ្លាំងណាស់នេះពេលមួយចឹងអត់សូវឃើញខ្លាំងតែពេលយើងចុះនៅនោះមិនដឹងថាវាហូរខ្លាំងណាហើយជ្រៅស្មើក្បាលជង្គង់គឺនៅភូមិខ្ញុំភីច្រើនអោយតែខែវស្សាគឺដឹងតែទឹកវាដាច់កន្លែងណាមួយអាសាតែវាឡើងខ្លាំងពេកអញ្ចឹងណាឡើងបានហើយអញ្ចឹងចាប់ហើយ